ថ្ងៃហ្នឹងមេឃភ្លៀងត្រជាក់ៗបងប្អូនចឹងក៏ចង់ឲ្យហូបបុកពោតចឹងមានពោតយើងមានស្រាប់បងប្អូនទាន់ស្បូរពោតក៏ចាប់ផ្ដើមស្ងោរពោតហើយផ្សំគ្រឿងបុកណាបងប្អូនចាគ្រឿងមានដូចខ្ញុំបង្ហាញចឹងបងប្អូនមានស្លេកដីមានស្ករប៊ីចេងមានម្ទេសមានស្ករត្នោតមានទឹកប៉េងប៉ោះមានជើងមាន់ប៉ាតេសាច់ស្រេចតែយើងចូលចិត្តបងប្អូនយើងចង់ដាក់អីក៏បានដែរចាដំបូងខ្ញុំដាក់ខ្ទឹមសហើយខ្ញុំក៏ថែមស្ករសបងប្អូនស្ករសថែមមួយចុងស្លាបស្ទឹមមួយចុងវែកបងប្អូនបន្ទាប់មកថែមប៊ីចេងមួយចុងវែកទៀតបងប្អូនចាថែមប៊ីចេងហើយក៏ដាក់ម្ទេសចូល2គ្រាប់ណាបងប្អូនម្ទេសអញ្ចឹងណែតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តហឹរដាក់ច្រើនពីខ្ញុំអត់សូវអញ្ចឹងខ្ញុំដាក់តែ2គ្រាប់ទេណាដាក់ច្រើនពេកខ្លាចកាពះបងប្អូនហ្នឹងហើយបន្ទាប់មកយើងបុកចូលគ្នាហ្មត់ណាបងប្អូនបុកគ្រឿងដែលដាក់ហ្នឹងបុកឲ្យម៉ត់ឆឹងចាតមកទៀតខ្ញុំដាក់ទឹកប្រហុកបងប្អូនទឹកប្រហុកទឹកកាពិហ្នឹងខ្ញុំដាក់ចំនួន2វែកបងប្អូននិយាយទៅលេយតាមថាពោតតិចពោតច្រើនអញ្ចឹងណាបន្ទាប់មកទឹកប៉េងប៉ោះបងប្អូនទឹកប៉េងប៉ោះមួយវែកស្ករត្នោតកន្លះវែកពួកអីយើងដាក់ស្ករសចូលខ្លះបន្ទាប់មកយើងច្របល់វាណាបងប្អូនច្របល់វាឲ្យម៉ត់ឲ្យវាចូលជាតិគ្នាបន្ទាប់មកទៀតក៏ដាក់ជើងមាន់ចូលបងប្អូនងាយអត់អីពិបាកបងប្អូននិយាយទៅឲ្យតែយើងមានគ្រឿងនិយាយថាគ្រឿងគ្រប់ចឹងលឿននេះអត់យូរបងប្អូនផ្លែបានញ៉ាំហ្មងឲ្យតែយើងមានគ្រឿងគ្រប់បងប្អូនចាបន្ទាប់មកទៀតក៏ដាក់ប៉ាតេហើយក៏ដាក់ផ្លែកឋុំធេតណាគ្រាប់ផ្លែកឋុំធេតបងប្អូនដែលហូបផ្លែហ្នឹងអត់ផ្លែហ្នឹងយើងដាក់ជាមួយបុកល្ហុងបុកប៉ាតេអីបុកនិយាយទៅឲ្យតែលើថាគ្រឿងបុកអញ្ចឹងឆ្ងាញ់ណាស់បងប្អូនឈ្ងុយវាមានជាតិឈ្ងុយហ្មងចាបន្ទាប់មកទៀតក៏ដាក់ពោតចូលបងប្អូនអញ្ចឹងយើងអត់បុកទេយើងគ្រាន់តែច្របល់វាបានទេបងប្អូនពីគ្រឿងវាចូលជាតិស្រាប់ណាចាហើយពោតក៏ចិតចំណិតធំអញ្ចឹងណាបងប្អូនចិតទូចម៉ត់ពេកបុកអត់ឆ្ងាញ់បងប្អូនយើងដាក់នៅដុំអញ្ចឹងឆ្ងាញ់មិនភ្លៀងអញ្ចឹងបងប្អូនអើយចូលចិត្តលេងខ្ញុំអត់ចូលចិត្តញ៉ាំបុកល្ហុងបុកប៉ាតេបុកពោតអីអញ្ចឹងណាវាថាគ្រឿងជូរហឹរចឹងណាបងប្អូននិយាយទៅឲ្យតែមិនតិចចង់ហូបតែរបស់ចឹងហ្មងចាហើយតនខែសបោពោតអញ្ចឹងក៏យើងបុកពោតហូបអាហារអ្វីហ្មងណាបងប្អូនខែហ្នឹងធន់នៅពោតធូរថ្លៃចាអរគុណ